ដំណាបផ្សងព្រេងរបស់រតនាទៅបៃលិនរតនាជាក្មេងស្រីម្នាក់ដែលចូលចិត្តស្ដាប់រឿងនិទានរបស់យាយម៉ាលីថ្ងៃមួយយាយម៉ាលីបានប្រាប់រតនាពីរឿងដំណើរផ្សងព្រេងទៅខេត្តបៃលិនរតនាពិតជារំភើបណាស់នាងតែងតែស្រមៃចង់ឃើញភ្នំខ្ពស់ខ្ពស់និងត្បូងពេជ្រដ៏ស្រស់ស្អាតនៅទីនោះយាយយើងទៅលេងបៃលិនបានទេរតនាសួរដោយក្តីសង្ឃឹមថ្ងៃបន្ទាប់យាយម៉ាលីបាននាំរតនាធ្វើដំណើរទៅខេត្តបៃលិនពួកគេបានជិះឡានក្រុងឆ្លងកាត់វាលស្រែបៃតងខ្ចីនិងភូមិស្រស់ស្អាតជាច្រើនពេលទៅដល់បៃលិនរតនាបានឃើញភ្នំធំៗជាច្រើនព័ទ្ធជុំវិញអាកាសធាតុនៅទីនោះក៏ត្រជាក់ស្រស់ស្រាយផងដែរយាយនេះជាបៃលិនមែនទេរតនាសួរយាយម៉ាលីបានពន្យល់ថាបៃលិនល្បីល្បាញដោយសារត្បូងពេជ្រជាពិសេសត្បូងកាទៀមនិងត្បូងទទឹមពួកគេបានទៅមើលកន្លែងដែលគេរែងត្បូងរតនាបានឃើញអ្នកភូមិកំពុងរែងដីដើម្បីរកត្បូងនាងពិតជាប្លែកអារម្មណ៍ណាស់ដែលបានឃើញដំណើរការនេះដោយផ្ទាល់ភ្នែកក្រោយមកពួកគេបានទៅលេងទឹកធ្លាក់ក្បាលហោងដែលមានទឹកថ្លាឆ្វេងនិងធម្មជាតិស្រស់បំព្រងរតនាចូលចិត្តលេងទឹកត្រជាក់នៅទីនោះណាស់យាយម៉ាលីបានទិញខ្សែកត្បូងកាទៀងតូចមួយជារបស់អនុស្សាវរីយ៍សម្រាប់រតនាពិតជាសប្បាយចិត្តខ្លាំងណាស់ពេលត្រឡប់មកផ្ទះវិញរតនានៅតែនឹកឃើញដល់ដំណើរផ្សងព្រេងនៅបៃលិននាងបានរៀនអ្វីៗជាច្រើនអំពីខេត្តដ៏ស្រស់ស្អាតនេះរតនាសង្ឃឹមថានឹងបានទៅលេងបៃលិនម្តងទៀតនៅថ្ងៃណាមួយនាងដឹងថាមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវស្វែងយល់នៅទីនោះ